ពេលព្រឹកអ្នកក្រោកមិនរួចបែរជាមានអ្នកផ្សេងអាចក្រោកបានការលំបាកដែលអ្នកមិនអាចទ្រាំបានបែរជាមានអ្នកផ្សេងអាចទ្រាំបាននៅពេលអ្នកមិនអាចពុះពៀបន្តទៀតបានសូមចេញទៅក្រៅហើយមើលជុំវិញខ្លួនមើលនៅក្នុងរាត្រីងងឹតឈឹងកម្មករនៅតែធ្វើការថែមម៉ោងដោយញើសហូរជូរខ្លួននៅផ្សារបន្លែម៉ោង 2 ព្រឹកភ្លើងភ្លឺចិញ្ចាចអ្នកលក់បន្លែកំពុងចរចាតម្លៃជាមួយអតិថិជននៅហាងអាហារពេលព្រឹកម៉ោង 3 ទៀបភ្លឺក្រោមពន្លឺភ្លើងពណ៌លឿងស្រអាប់គេចាប់ផ្ដើមរៀបចំគ្រឿងផ្សំដើម្បីឲ្យជីវិតរឹតតែប្រសើរជាងមុនម៉ោង 4 ព្រឹកនៅលើដងផ្លូវក្រោមពន្លឺភ្លើងដុតត្រជាក់កម្មករសម្អាតផ្លូវចាប់ផ្ដើមចេញទៅបោសសម្អាតតាមដងផ្លូវរួចទៅហើយប្រសិនបើសូម្បីតែការរកលុយរបស់អ្នកត្រូវការអ្នកដទៃមកលើកទឹកចិត្តត្រូវការអ្នកតាមដាននិងជំរុញអ្នកខ្ញុំសូមណែនាំថាកុំទៅធ្វើវាអីការរកលុយគឺពិបាកណាស់ប៉ុន្តែការអត់លុយកាន់តែពិបាកទៅទៀតការចាយលុយអ្នកដទៃពិបាកបំផុតប៉ុន្តែការយំនៅពេលទៅខ្ចីលុយគេកាន់តែពិបាកជាងនេះទៅទៀតអ្នកដែលគិតថាខ្លួនឯងក្រគ្មានសំណាងបាក់ទឹកចិត្តអស់សង្ឃឹមគ្មានកម្លាំងចិត្តរស់នៅគ្មានន័យគ្មានតម្លៃមិនចង់រស់នៅបន្តទៀតមកស្ដាប់រឿងនេះឲ្យចប់អ្នកប្រហែលជានឹងមានគំនិតថ្មីមួយកាលពីអតីតកាលមានយុវជនម្នាក់តែងតែរអ៊ូរទាំអំពីភាពក្រីក្ររបស់ខ្លួននិងការមិនអាចក្លាយជាអ្នកមានគាត់មានមុខស្រពោនជាប់ជានិច្ចថ្ងៃមួយគាត់បានជួបតាចាស់ម្នាក់ដែលមានអាយុប្រមាណជា80ឆ្នាំនិងមានសក់ពណ៌សតាចាស់នោះបានឃើញយុវជននោះមានមុខស្រពោនដោយផ្លែត្រសក់ជ្រក់ក៏សួរថាហេតុអ្វីបានជាឯងមានអារម្មណ៍មិនសប្បាយចិត្តបែបនេះយុវជននោះឆ្លើយថាខ្ញុំក្រណាស់ធ្វើឲ្យខ្ញុំមិនសប្បាយចិត្តសោះតាចាស់និយាយថាអូខ្ញុំមើលទៅឯងដូចជាមានលុយគ្រប់គ្រាន់ហើយយុវជនសួរដោយមិនយល់ថាតើលោកតាដឹងដោយរបៀបណាថាខ្ញុំមានលុយគ្រប់គ្រាន់តាចាស់និយាយថាខ្ញុំសុំសួរសំណួរឯងមួយប្រសិនបើថ្ងៃនេះខ្ញុំកាត់ម្រាមដៃរបស់ឯងមួយហើយឲ្យលុយឯង$1000តើឯងព្រមទេយុវជននោះឆ្លើយថាខ្ញុំមិនព្រមទេតាចាស់ក៏និយាយទៀតថាចុះបើខ្ញុំកាត់ដៃឯងមួយហើយឲ្យលុយឯង$10000តើឯងព្រមទេយុវជននោះឆ្លើយថាខ្ញុំក៏មិនព្រមដែរតាចាស់ក៏បន្តទៀតថាចុះបើខ្ញុំខ្វេះភ្នែកទាំងពីររបស់ឯងហើយឲ្យឯង$100000តើឯងព្រមទេយុវជននោះឆ្លើយថាខ្ញុំក៏មិនព្រមដែរព្រោះបើខ្ញុំមើលមិនឃើញតើយកលុយនឹងមកមានប្រយោជន៍អ្វីតាចាស់និយាយបន្តថាចុះបើថ្ងៃនេះខ្ញុំធ្វើឲ្យឯងคล้ายជាមនុស្សចាស់សក់សដូចខ្ញុំហើយឲ្យឯង$1,000,000តើឯងព្រមទេយុវជនគិតមួយផ្លែតហើយឆ្លើយថាខ្ញុំក៏មិនព្រមដែរតាចាស់និយាយថាបើឥឡូវនេះខ្ញុំយកជីវិតរបស់ឯងហើយឲ្យឯង$10,000,000តើឯងព្រមទេយុវជននោះឆ្លើយថាខ្ញុំកាន់តែមិនព្រមទៀតព្រោះស្លាប់ហើយតើបានប្រយោជន៍អ្វីទៅតាចាស់និយាយថាឃើញទេហេតុអ្វីបានជាឯងនិយាយថាខ្លួនឯងក្រឯងមានទ្រព្យសម្បត្តិជាង$10,000,000រួចទៅហើយដូច្នេះឯងគឺជាយុវជនមានគ្រប់គ្រាន់នៅពេលឮបែបនេះគាត់ក៏ភ្ញាក់រលឹកហើយដូចជាយល់រឿងអ្វីមួយជាការពិតតាមរយៈរឿងខ្លីមួយនេះខ្ញុំចង់ប្រាប់ដល់អ្នកទាំងអស់គ្នាដែលបានឃើញវីដេអូនេះថានៅក្នុងជីវិតប្រសិនបើថ្ងៃនេះអ្នកបើកភ្នែកពេលព្រឹកឃើញព្រះអាទិត្យរះឡើងថ្មីអាចដកដង្ហើមដោយសេរីបានស្រូបយកខ្យល់បរិសុទ្ធអ្នកគួរដឹងថាអ្នកជាមនុស្សមានសំណាងនិងមានសុភមង្គលប៉ុណ្ណាចំពោះអ្នកដែលតែងតែត្អូញត្អែថាក្រអ្នកដែលត្អូញត្អែថាជោគវាសនាមិនយុត្តិធម៌សូមពិចារណាលើលេខទាំងនេះនៅលើភពផែនដីដែលមានមនុស្ស7.5 billion នាក់នេះជាមធ្យមមានមនុស្ស29,000,000នាក់មិនអាចឃើញព្រះអាទិត្យថ្ងៃស្អែកទូទាំងពិភពលោកយ៉ាងហោចណាស់មានអ្នកជំងឺ1.75 លាននាក់កំពុងដេកនៅលើគ្រែពេទ្យហើយប្រហែលជាមន្ទីរពេទ្យគឺជាស្ថានីយ៍ចុងក្រោយនៃជីវិតរបស់ពួកគេសង្គ្រាមនៅលើពិភពលោកមិនដែលឈប់ឡើយរៀងរាល់ថ្ងៃយ៉ាងហោចណាស់មានមនុស្ស80 លាននាក់ត្រូវរងទុក្ខដោយសារសង្គ្រាមរត់ភៀសខ្លួននិងប្រណាំងជាមួយសេចក្តីស្លាប់នៅលើពិភពលោកនេះមានប្រជាជនជាង1.5 billion នាក់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រពួកគេកំពុងព្រួយបារម្ភអំពីអាហារប្រចាំថ្ងៃគ្មានសម្លៀកបំពាក់សមរម្យគ្មានអាហារគ្រប់គ្រាន់និងរស់នៅដោយលំបាកតាមការប៉ាន់ស្មានស្ថិតិទូទាំងពិភពលោកមានប្រហែល40 លាននាក់ស្លាប់ដោយសារអត់ឃ្លានជារៀងរាល់ឆ្នាំនៅក្នុងប្រទេសដែលមិនទាន់អភិវឌ្ឍនិងកំពុងអភិវឌ្ឍ
មានប្រជាជន2 billion នាក់ត្រូវប្រឈមមុខនឹងភាពក្រីក្រក្នុងនោះជាង 40% នៃប្រជាជនមិនអាចទិញសម្លៀកបំពាក់ថ្មីបានម្ដងក្នុងមួយឆ្នាំហើយមិនអាចញ៉ាំសាច់បានម្ដងក្នុងមួយឆ្នាំមនុស្ស280លាននាក់កំពុងរស់នៅគ្មានផ្ទះសម្បែងហើយឥឡូវនេះអ្នកដែលអាចមើលឃើញវីដេអូនេះដោយគ្មានការលំបាកបង្ហាញថាអ្នកពិតជាមានសុភមង្គលនិងសំណាងណាស់ព្រោះនៅទូទាំងពិភពលោកមានមនុស្ស12លាននាក់ពិការភ្នែកនិងជនពិការប្រភេទផ្សេងៗទៀតសរុប43លាននាក់សម្រាប់ពួកគេការអាចមើលឃើញពិភពលោកមានពណ៌ចម្រុះការស្ដាប់ឮសំឡេងធម្មជាតិការអាចងើបក្បាលបត់ចង្កេះដើរលើផ្លូវឡើងជណ្ដើរនិយាយស្ដីបានគឺមិនខុសពីជីវិតទេវតាទេរឿងរ៉ាវក្នុងលោកមិនថិតថេរជីវិតមនុស្សមិនទៀងសូមធ្វើអំពើល្អនិយាយល្អចេះស្កប់ស្កល់កុំឲ្យសម្ភារៈនិយមធ្វើឲ្យវង្វេងភ្នែកកុំឲ្យបរាជ័យតូចតាចធ្វើឲ្យបាត់បង់ទំនុកចិត្តនិងឆន្ទៈកុំអង្គុយលើភ្នំមាសហើយនិយាយថាខ្លួនក្រកុំដេកនៅលើសុភមង្គលហើយមិនដឹងខ្លួនចងចាំថាធាតុសំខាន់លំដាប់ទី1នៃជីវិតគឺសុខភាពនិងសុវត្ថិភាពរីឯលុយកាក់តួនាទីនិងកេរ្តិ៍ឈ្មោះគ្រាន់តែជារបស់បំពេញបន្ថែមប៉ុណ្ណោះអ្វីនៅក្នុងលោកមិនស្ថិតថេរជីវិតមនុស្សមានជាក់លាក់តែមិនទៀងគ្មានគ្រោះកំណាចណាធំជាងការមិនចេះស្កប់ចិត្តនោះទេស្ដាប់រួចតើអ្នកគិតយ៉ាងម៉េចដែរទីបំផុតខ្ញុំបានដឹងពីមូលហេតុដែលខ្ញុំរកស៊ីមិនចំណេញហើយកាលពីម្សិលមិញបងប្រុសម្នាក់ដែលរកបានប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំបានបង្រៀនខ្ញុំមេរៀនមួយដែលបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនស្វាងចេះគាត់ធ្វើអាជីវកម្មផលិតផលសម្អាតនិងថែទាំបែបប្រពៃណីហើយរាល់សកម្មភាពទីផ្សាររបស់គាត់មើលទៅដូចជាខាតបង់ប៉ុន្តែអាជីវកម្មរបស់គាត់បែរជាកាន់តែរីកធំឡើងគាត់ទិញរថយន្តប្រណិតថ្មីរៀងរាល់ឆ្នាំខ្ញុំសួរគាត់ដោយចង់ដឹងថាបងមើលទៅដូចជាខាតលុយតើធ្វើដូចម្ដេចបានជាអាជីវកម្មបងនៅតែរីកចម្រើនបងប្រុសញញឹមនិងនិយាយថាប្អូនរកស៊ីមិនចំណេញព្រោះថ្ងៃណាក៏ប្អូនគិតតែពីប្រាក់ចំណេញដែរប្អូនយកចិត្តទុកដាក់ពេកលើប្រាក់ចំណេញពីការលក់នីមួយៗហើយការគិតពីប្រាក់ចំណេញបានคล้ายជាឧបសគ្គសម្រាប់ប្អូនវាបានចងប្អូនមិនឲ្យពង្រីកអាជីវកម្មបានខ្ញុំជំទាស់ថាតើការស្វែងរកប្រាក់ចំណេញជាកំហុសឬបងប្រុសក្រវីក្បាលការស្វែងរកប្រាក់ចំណេញមិនខុសទេប៉ុន្តែមិនត្រូវធ្វើឲ្យបញ្ច្រាស់លំដាប់លំដោយប្រាក់ចំណេញគឺជាអនុផលនៃចំនួនលំហូរអតិថិជននិងលំហូរសាច់ប្រាក់ក្នុងដំណាក់កាលដំបូងនៃអាជីវកម្មប្អូនត្រូវតែពង្រីកចំនួនអតិថិជនសិនហើយពង្រីកលំហូរសាច់ប្រាក់បើប្អូនអាចគ្រប់គ្រងទន្លេធំមួយបានប្អូននឹងមិនខ្វះទឹកសម្រាប់ផឹកឡើយខ្ញុំសួរបន្តថាអញ្ចឹងត្រូវពង្រីកចំនួនអតិថិជននិងលំហូរសាច់ប្រាក់យ៉ាងដូចម្តេចបងប្រុសឲ្យខ្ញុំនៅពាក្យពីរឃ្លាទី1អ្នកដែលចែកទំនិញឥតគិតថ្លៃជារៀងរាល់ថ្ងៃនិងមិនដែលខ្វះអតិថិជនឡើយទី2អ្នកដែលធ្វើអាជីវកម្មជាមួយអតិថិជនដូចជាធនាគារអញ្ចឹងនិងមិនដែលខ្វះលំហូរសាច់ប្រាក់ទេអ្នកដែលចេះធ្វើអាជីវកម្មពិតប្រាកដដឹងពីរបៀបដាក់បញ្ចូលយន្តការដូចជាការផ្ដល់ឲ្យដោយឥតគិតថ្លៃការលក់បញ្ចុះតម្លៃការសងប្រាក់វិញ 100% ផ្ដល់ជូនកម្រៃជើងសារនិងរង្វាន់លើកទឹកចិត្តនានាចូលក្នុងប្រព័ន្ធទីផ្សាររបស់ពួកគេដំបូងគឺការបង្កើតបណ្ដាញមនុស្សបន្ទាប់មកគឺការអនុញ្ញាតឲ្យសាច់ប្រាក់ហូរតាមរយៈខ្លួនអ្នកហើយចុងក្រោយគឺរកប្រាក់ចំណេញតាមគម្លាតនៃប្រាក់ចំណេញលេខរៀងមានសារៈសំខាន់ណាស់ដំណើរការមានសារៈសំខាន់ហើយពេលវេលាកាន់តែសំខាន់មនុស្សភាគច្រើនមិនយល់ពីតក្កវិជ្ជានេះទេពួកគេគ្រាន់តែរវល់ខ្វល់ខ្វាយពីប្រាក់ចំណេញពីការលក់នីមួយៗប៉ុន្តែពួកគេមិនមានគំនិតអំពីមូលដ្ឋានទិន្នន័យលំហូរសាច់ប្រាក់ឬការគិតពីផ្នែកខាងមុខនិងផ្នែកខាងក្រោយនោះទេបន្ទាប់ពីខ្ញុំបានស្ដាប់ចប់វាមានអារម្មណ៍ដូចជាត្រូវបានចាក់ទឹកដមក្នុងខួរក្បាលហើយទីបំផុតខ្ញុំយល់ពីមូលហេតុដែលខ្ញុំមិនអាចរកប្រាក់បានហើយតើអ្នកយល់ហើយឬនៅ